បើក្បាលវីដេអូមកយើងចង់សួរអ្នកដែលកំពុងតែមើលវីដេអូនេះថាអ្នកទាំងអស់គ្នាធ្លាប់មានបញ្ហាទាក់ទងជាមួយនឹងសុខភាពហើយប៉ុន្តែជាលទ្ធផលយើងអត់មានកាត់អីអត់ហើយជាលទ្ធផលការធ្វើរោគវិនិច្ឆ័យដែលយើងតែងតែទទួលបានគឺ depression stress anxiety មានអត់បើមានអាចមើលដល់ចប់បានពីព្រោះខ្ញុំចង់យកបទពិសោធន៍តក្នុងរបស់ខ្ញុំមកចែករំលែកនៅក្នុងវីដេអូមួយនេះតែពិតនៅក្នុង TikTok ខ្ញុំក៏អត់ដែរបានធ្វើវីដេអូបែបអញ្ចឹងហើយនិយាយបែបហ្នឹងដែរចែករំលែកបែបហ្នឹងដែរប៉ុន្តែខ្ញុំគិតថាប្រហែលជាវាសំខាន់ទៅកាន់អ្នកដទៃដែរហើយដូចជាខ្ញុំពីដំបូងដែរខ្ញុំព្យាយាមហៅខ្លួនឯងហើយខ្ញុំតាមដានខ្លួនឯងហើយខ្ញុំក៏មានសំណួរជាច្រើននៅកំឡុងពេលដែលខ្ញុំកំពុងតែនៅក្នុងស្ថានភាពដែលអត់ដឹងថាខ្លួនឯងកាត់អីហើយចាំតែចង់ដឹងថាខ្ញុំកាត់អីខ្ញុំឈឺអីខ្ញុំមានបញ្ហាអីអញ្ចឹងខ្ញុំនិយាយពីបញ្ហាដែលខ្ញុំមានគឺខ្ញុំជាម្នាក់ដែលនៅខាងក្រៅអ្នកដែលស្គាល់ខ្ញុំនៅខាងក្រៅគេនឹងដឹងថាខ្ញុំគឺជាម្នាក់ដែលមហាសែនឈឺហើយឈឺញឹកញាប់ជាងគេគឺឈឺក្បាលហើយមានខ្សោយអញ្ចឹងខ្ញុំខ្សោយតាំងពីតូចមកហើយខ្ញុំឈឺតាំងពីតូចមកហើយជំងឺដែលឈឺច្រើនជាងគេខ្ញុំនិយាយមិញថាគឺឈឺក្បាលហើយខ្ញុំចាស់តែអត់ដឹងថាខ្លួនឯងកាត់អីទេហើយនៅពេលដែលទៅពិនិត្យក៏គេថាយើងអត់មានបញ្ហាអីដែរទាំងយើងបាន scan ក្បាលយើងបានពិនិត្យផ្នែកខាងក្នុងហើយសួរថ្លើមបេះដូងអីហើយអស់ហើយអញ្ចឹងយើងអត់មានបញ្ហាអីទេហើយក៏ត្រឡប់មកផ្ទះវិញរស់នៅបន្តរស់នៅធម្មតាបន្តការសិក្សាបន្តធ្វើការងារធម្មតាប៉ុន្តែប្រហែលជារយៈពេលមួយឆ្នាំចុងក្រោយនេះខ្ញុំឈឺរហូតដល់ត្រូវឈប់ពីការងារខ្ញុំត្រូវឈប់ធ្វើការដោយសារតែបាត់បង់សមត្ថភាពការងារបាត់បង់ការចងចាំបាត់បង់ការផ្ចង់អារម្មណ៍កិច្ចការងារធ្វើក៏អត់បានល្អប្រសើរហើយខ្ញុំចាស់តែឈឺក្បាលជាញយដងហើយរហូតដល់វាមិនគ្រាន់តែឈឺក្បាលធម្មតាវាទៅជាដង្ហក់វាទៅជាថប់ដង្ហើមបេះដូងលូតញាប់វិលមុខល្ងឹតមុខជាច្រើនដងមែនទែនរហូតដល់មួយខែខ្ញុំចេញចូលពេទ្យយ៉ាងតិចណាស់3ដងអញ្ចឹងកំឡុងពេលមួយឆ្នាំហ្នឹងគឺខ្ញុំតែងតែទៅមកជាមួយនឹងពេទ្យហើយក៏ជាលទ្ធផលគឺនៅតែដដែលអត់មានបញ្ហាអីទេបញ្ហាខួរក្បាលក៏អត់មានអីបញ្ហាគ្រឿងក្នុងក៏អត់មានបញ្ហាអីយ៉ាហើយអ្វីដែលគេ